ดอกนี้เนี่ยบ้านเคยพูดเทคโดรนหายทำเมื่อนั่นนะจังจะนอนtrướcคือดังcảคืออันนี้ยังทริปทมกราวจังทมกราวยังจีบอลงี้ไปอันนี้โดรนทำไมยมบ้านติงเนาะคือดีจะไอซีว่ะคือพาสโมเหมือนเต้นให้จะมาวิดีโอเป็นอย่างนี้ถ้ายังตื่นนะครับอันนี้ยังเช่นปีเป็นมองผมบุญจังtừ thằng mọc ra và chia mà tàu mà rồi sang tàu colo thì riêng tàu đó nó vài chia màu mình đọc pin đọc chẳng á nè chẳng chầm tạm đàm tàu ngọc này rồi บ้านเลยเยอะมาดอกเลยโจtừ thมกราเลยให้อันนี้เนี่ยเลยเลยกอกกระดาษชั่วโมงวิเลยกอกกระดาษจังจังนะให้ยังจังmáuยังไว Google Map máu hayยังไวthมกราmáu từ lại thมกรานั้นវាជួយដឹកសិនទៅវាបាញ់មកហ្នឹងហើយអញ្ចឹងមកដល់ផ្លូវបត់ចូលហ្នឹងគឺជីកតាមវីដេអូខ្ញុំក៏បានឬក៏សួរគេក៏បានដែរគឺបុកទៅធំរហូតទៅដល់ដីក្រហមអញ្ចឹងណាជីកចូលនៅក្នុងហ្នឹងប្រហែលជា7-8គីឡូអញ្ចឹងប្រហែលជា30នាទីហើយផ្លូវវាអញ្ចឹងផ្លូវក្លុកក្លេកផ្លូវក្លុកដីក្រហមអញ្ចឹងណាបើយើងជីកតាម map ហ្នឹងគឺ Google Map ហ្នឹងគឺជាអត់ត្រូវទេបាទខ្ញុំមើលហើយចឹងយើងជិះមកធំមកមានផ្លូវបត់តាមហ្នឹងមកមើលវីដេអូខ្ញុំណាវាមានផ្លូវបត់ស្ដាំបត់ឆ្វេងតែមកដល់កន្លែងនេះយើងដល់ស្ពានយើងបត់តាមស្ពានហ្នឹងមកហើយក៏ទៅត្រង់ទីទៅផ្លូវគឺផ្លូវក្រហមចឹងរហូតបាទឡានមកបានឡានប្រុសអីក៏មកបានដែរហើយទៅធំមានផ្លូវបត់ស្ដាំបត់អីចឹងទៅហើយបើយើងអត់ច្បាស់ទេក៏សួរគេតទៀតណាប៉ុន្តែវាគាត់ជើងចូលទៅវាឆ្ងាយដែរចូល8គីឡូ9គីឡូអញ្ចឹងណាហើយជិះយឺតបើជាកន្លះម៉ោងមិនដល់បាទ
បាទឥឡូវយើងមកដល់កន្លែងញ៉ាំអីពេលថ្ងៃហើយគឺនៅផ្ទះដង្ខៅអញ្ចឹងកន្លែងនេះកន្លែងស្អាតថតរូបអានេះទស្សនភាពលើអាកាសថតពីដ្រូនមកអញ្ចឹងណាអញ្ចឹងខ្ញុំថត DJI 3គឺដ្រូនហ្នឹងគឺល្អមែនតើវា smooth លឿនអញ្ចឹងណាពេលច្រើនមុនមកខ្ញុំប្រើដ្រូនចិនគឺសាំចិត្តវាអត់ smooth ដូចអាហ្នឹងណាអានេះថត 4K អញ្ចឹងទៅវារងស្រួលដូចយើងជិះម៉ូតូ BMW អញ្ចឹងបាទនេះទស្សនភាពពីលើមកយើងមើលទៅស្អាតដូចនៅស្រុកគេអញ្ចឹងណាហើយបើយើងអត់មានដ្រូនទេដូចខ្ញុំវីដេអូមកអញ្ចឹងគឺមើលបានតែទស្សនភាពនៅក្រោមហ្នឹងទេអានេះខ្ញុំមុននឹងដល់កន្លែងញ៉ាំបាយថ្ងៃខ្ញុំថតហើយដល់ពេលហ្នឹងបើខ្ញុំទៅផ្ទះដង្ខៅនៅតំបន់ហ្នឹងវាមានកន្លែងញ៉ាំអីជា river មើលផ្កាយបោះតង់ Mountain View អាហ្នឹងគឺភោជនីយដ្ឋានកន្លែងផ្ទះស្នាក់គេណាយើងអាចបោះតង់បោះអីបានចឹងទៅបាទចឹងចាំតាមតទៅទៀតបាទបាទបន្ទាប់ពីយើងហូបអីបាយថ្ងៃហើយក៏បោះដ្រូនមកផ្លែទៅអានេះខ្ញុំបោះដ្រូនពីផ្ទះដង្ខៅណាគេមានកន្លែងតង់កន្លែងបន្ទប់ជួលចឹងទៅហើយមកជួលតលេមកជួលបឹងហ្នឹងគេមានផ្ទះមើលផ្កាយបោះតង់ជា river អីនៅមកជួលនឹងមួយគ្នាចឹងណាយើងអាចរើសមួយណាក៏បានដែរគ្រាន់តែផ្ទះដង្ខៅហ្នឹងគាត់មានដង្ហៅទឹកឲ្យថតរូបលេងចឹងទៅហើយខ្ញុំមកថ្មក្រាលនេះ2 ដង 3 ដងហើយបាទឆ្នាំមុនមកម្ដងឆ្នាំមុនមួយទៀតហ្នឹងមកម្ដងទៀតអញ្ចឹងមួយឆ្នាំមកម្ដងតែលើកនេះបានយកដ្រូនថ្មីមកថតអញ្ចឹងណា
បាទនេះយើងចេញពីផ្ទះដងខៅយើងទៅមួយទឹកឈ្លោះទឹកធ្លាក់នៅថ្មក្រាវតទៀតបាទអានេះម៉ោង1កន្លះអញ្ចឹងយើងត្រូវចង់បានដើរលេងឲ្យបានច្រើនកន្លែងយើងត្រូវវាយឡានដល់ហើយបាទអញ្ចឹងយើងហូបបាយនៅផ្ទះដងខៅនោះម៉ោង 2:10 យើងសម្រាប់1ម៉ោងកន្លះម៉ោង1កន្លះយើងចេញមកលេងទឹកនៅថ្មក្រាវបាទអានេះផ្លូវទៅថ្មក្រាវវានៅជិតគ្នាមកដុំគ្នាវាហ្នឹងណាចឹងទៅដល់ហ្នឹងគេយកម៉ូតូចតទៅថ្លៃម៉ូតូ 2000 ថ្លៃចូល 1000 ទៅចឹងទៅហើយយើងចូលមួយទឹកមានកញ្ចុះមានអីចឹងណាទៀតនឹងឃើញហើយបាទ
បាទឡើងម៉ោង2កន្លះហើយយើងលេងបាន1ម៉ោងហើយក៏ទឹកមិញទឹកខ្លាំងហូរខ្លាំងហើយបាទឃើញហូរចឹងឯណាទប់អត់ចង់ឈ្នះឥឡូវយើងមកម៉ង Thân View ជីមកក្រោយវិញម៉ង Thân View គឺនៅឆ្វេងដៃកន្លែងគេញ៉ាំអីក៏បានបោះតង់ក៏បានដែរដូចផ្ទះដង្ខៅចឹងណាអញ្ចឹងយើងចូលលេងមួយផ្លែទៅទិញកាហ្វេទិញអីជួយទិញគេចឹងណាហើយក៏ហោះដ្រូននៅនឹងលេងទៀតបាទចឹងមក Thân View តំបន់ខ្ញុំមកឆ្នាំមុនខ្ញុំមកហូបបាយថ្ងៃតែឥឡូវហូបបាយថ្ងៃនៅនោះម្ដងហើយមក Thân View កន្លែងនេះស្អាតវាមានអាប៉មនៅមួយហ្នឹងគេពីជើងគេឡើងទៅលើនឹងលេងហើយថតរូបជុំវិញមើល view 360 degree ចឹងណាទីខ្ញុំបោះទៅឲ្យមើលបាទអរគុណម៉ោង3ហើយយើងចេញពីមកThân Viewដើម្បីទៅកន្លែងផ្សេងទៀតកន្លែងហ្នឹងគឺមានឈ្មោះថាទឹកធ្លាក់បង្កងរនៀបតែយើងទៅហ្នឹងគឺអត់បានចូលលេងទេបាទគឺគាត់ទៅថតផ្លូវឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងណាព្រោះទឹកធ្លាក់បង្កងរនៀបហ្នឹងវាត្រូវឡើងភ្នំអញ្ចឹងខ្ញុំអត់ឡើងទេវាយូរហើយវាចុកជើងទៀតយើងទៅថតហូបហើយបើខ្ញុំចេញទៅវិញមកព្រួយកុំឲ្យយប់ពេកអញ្ចឹងណាបញ្ញាបលងាយបញ្ញាទៅពេញវិញបាទអញ្ចឹងខ្ញុំមកបលងាយហើយយើងបានលេងក៏បានច្រើនកន្លែងដែរអញ្ចឹងណាបាទអញ្ចឹងតាមណានទាំងអស់គ្នាបាទនេះផ្លូវបាត់ចូលទៅហើយ
ទឹកធ្លាក់បង្គំរនៀបផ្លូវគេទៅថ្មីអញ្ចឹងណាព្រោះដូចជាឆ្នាំមុនអញ្ចឹងបាទវាល្អជាងឆ្នាំមុនហើយខ្ញុំឆ្នាំមុនហ្នឹងខ្ញុំចូលហ្នឹងគេយកម្នាក់ដូចជា3000ណាម្នាក់អញ្ចឹងណាខ្ញុំតែខ្ញុំបានទៅលេងទេគាត់ទៅមើលផ្លូវថតដ្រូនឲ្យមើលអញ្ចឹងណាបាទឥឡូវយើងមកដល់ផ្លូវជាតិវិញហើយអាផ្លូវបត់ស្ដាំទៅថ្មក្រាហ្នឹងអញ្ចឹងយើងចេញមកវិញត្រូវបត់ឆ្វេងដើម្បីទៅភ្នំពេញវិញអញ្ចឹងខ្ញុំឃើញចាក់ Google Map ទៅវាទៅជ្រាវបានណាផ្លូវហ្នឹងអញ្ចឹងខ្ញុំក៏ទៅបត់ស្ដាំទៅជិះទៅហូរជ្រាវវិញអញ្ចឹងណាអត់ដែរជិះផ្លូវហ្នឹងទេបាទអញ្ចឹងក៏សាកជិះលេងទៅហើយតាមផ្លូវទេសភាពស្អាតមែនតើបាទដូចក្នុងរូបភាពអញ្ចឹងខែភ្លៀងអញ្ចឹងខែចិត្តដងចិត្តដៃខែភ្លៀងហើយវាខ្មៅស្មៅខៀវអញ្ចឹងណាហើយអានេះផ្លូវស្អាតបាទក្នុង Google Map ជិះពីថ្មក្រាលទៅជ្រាវហ្នឹង40គីឡូហើយខ្ញុំជិះតែ20នាទីទេបាទជិះលេង20នាទីទៅដល់ជ្រាវបាទហើយបានចាក់ពីជ្រាវទៅឧដុង្គវិញអញ្ចឹងណាហើយផ្លូវនេះផ្លូវស្អាតប្លែកបាទអត់ដែលជិះអញ្ចឹងណាហើយស្រួលជិះបាទផ្លូវដូចគេតំធ្វើហើយអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកបានបាទពីជ្រាវមកថ្មក្រាលពីថ្មក្រាលទៅជ្រាវវិញបាទ
បាទឥឡូវមកដល់ប្រជាលេខ5វិញហើយនៅឧដុង្គម៉ោងប្រហែលជា5កន្លះដល់បាញ់ដល់ឧដុង្គវិញអញ្ចឹងណាចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេចាំជួយ Subscribe Channel ខ្ញុំផងបាទវីដេអូនេះវាលយដែរបានដ្រូនម្ដងអត់មានដ្រូនទេបាទហើយឥឡូវជួមសូវមានទេផងម្ដងជួម8 9 3ខែពី3ខែអត់សូវមានមើលអញ្ចឹងណាកុំភ្លេចជួយ Subscribe ផងអរគុណច្រើនជួបគ្នាវីដេអូក្រោយ